DJI Mini 5 Pro DJI Mini 5 Pro នេះគឺជា model ថ្មីមួយដែលទើបតែប្រកាសលក់ជាផ្លូវការកាលពីថ្ងៃទី17ខែកញ្ញាឆ្នាំ2025យើងនេះ drone នេះគឺវាមានទម្ងន់ស្រាលទូចបត់បានងាយទុកដាក់ងាយយកតាមខ្លួនប៉ុន្តែវាបានភ្ជាប់មកជាមួយនឹងសមត្ថភាពខ្លាំងយកតែមែនតើទីមួយ drone DJI Mini 5 Pro នេះគឺបានភ្ជាប់មកជាមួយនឹងកាមេរ៉ាដែលមាន sensor ធំទំហំ sensor កាមេរ៉ារបស់វានឹងរហូតដល់ទៅ 1 អ៊ីង កាមេរ៉ា 1 អ៊ីងនេះគឺយើងធ្លាប់បានឃើញនៅលើ drone DJI Air 3S ឥឡូវ DJI ក៏បានយកកាមេរ៉ាទំហំ 1 អ៊ីងនេះមកដាក់លើប្រភេទ mini drone នេះផងដែរកាមេរ៉ាវាក៏អាចមានសមត្ថភាពក្នុងការថតរូបស្លឹកបានរហូតដល់ទៅ 50 megapixel ថតវីដេអូបានរហូតដល់ទៅ 4K 60 frame ថតវីដេអូ slow motion នៅក្នុងកម្រិត 4K 120 frame មិនត្រឹមតែប៉ុណ្ណោះ gimbal កាមេរ៉ានេះក៏អាចធ្វើការថតបញ្ឈរ lens True vertical lens ហើយក៏អាចធ្វើការបង្វិល lens នេះបានរហូតដល់ទៅ 225 degree ដែលយើងអាចថតជាលក្ខណៈវីដេអូ upside down ដែលមានថាថតបច្រាស់ជើងក៏បានមិនត្រឹមតែប៉ុណ្ណោះ Mini 5 Pro នេះក៏ភ្ជាប់មកជាមួយនឹង sensor ការពារខ្លួនមួយជុំតែម្ដងហើយចំណុចកាន់តែពិសេសនៅលើ sensor នេះគឺបានភ្ជាប់មកជាមួយនឹង sensor LiDAR ជា sensor មួយប្រភេទដែលវាអាចចាប់ឧបសគ្គឬក៏មើលឃើញឧបសគ្គទាំងពេលភ្លឺនិងពេលល្ងាចទាំងពេលយប់និងពេលថ្ងៃហើយតកតងទៅនឹងរយៈពេលហោះហើរ DJI Mini 5 Pro ភ្ជាប់មកជាមួយនឹងថ្មពីរប្រភេទថ្មធម្មតាគឺវាអាចហោះបានរយៈពេល36នាទីហើយសម្រាប់ប្រភេទថ្ម Plus នេះគឺមានទំហំ 4680 mAh ដែលវាអាចបង្ហោះបានរហូតដល់ទៅ 52 នាទីតកតងទៅនឹងកម្ពស់ drone នេះគឺអាចបង្ហោះបានកម្ពស់ 500 ម៉ែត្រវាអាចបញ្ជូនរូបភាពបានចម្ងាយ 20 គីឡូម៉ែត្រវាអាចបញ្ជាពី remote បានចម្ងាយរហូតដល់ទៅ 32 គីឡូម៉ែត្រវាក៏មានមុខងារហោះថតដូចទៅនឹង drone ដទៃទៀតដែរគឺមុខងារ Master Shot Quick Shot មុខងារថតរូប 360 មុខងារហោះជុំវិញជាពិសេសគឺវាបាន upgrade នៅមុខងារថ្មីបន្ថែមទៅលើមុខងារហោះតាមឲ្យកាន់តែប្រសើរជាងចំនួនមុនៗនេះគឺជាចំណុចពិសេសដែលមកជាមួយនឹង drone DJI Mini 5 Pro